ថាឥឡូវនេះដេញកាន់តែលឿនលយហើយសម្រាប់បាទទូកអធិរាជអន្ត្រីសែនជ័យបារមីដូនពេញទៅរួចទេឥឡូវប្រខានរាជសែនជ័យកំពុងតែបង្កើនកម្លាំងដៃបន្តទៀតឥឡូវនេះកាន់តែគីកាត់ក្រុមទូកទាំងពីរអធិរាជអន្ត្រីសែនជ័យបារមីដូនបាទដោយសារតែគូប្រកួតចន្ទរានេះនៅក្រោយបាទអបអរសាទរលោកអបអរហែមសរិទ្ធបាទដែលទូកសាលាស្រុកឈ្នះផែនទី2បាទផែនទី2បាទគូទី11បាទគូទី11នេះគឺឈ្មោះដែលទូកដែលមានឈ្មោះថាអធិរាជបាទលើផែនទី2បន្តទៀតអធិរាជអន្ត្រីសែនជ័យបារមីដូនពេញយ៉ាបាទជើងខ្លាំងបាទដៃខ្លាំងបាទក៏រៀបរាជរាជធានីភ្នំពេញ3ឆ្នាំជាប់គ្នាបងប្អូនលើជួបជាមួយប្រខានរាជសែនជ័យក៏រៀបរាជលើផ្ទៃប្រទេសបាទអញ្ចឹងគឺកងរាជវុធហត្ថរាជធានីភ្នំពេញប៉ះជាមួយនឹងកងរាជវុធហត្ថលើផ្ទៃប្រទេសបាទអញ្ចឹងយើងមើលខ្លាំងប៉ះខ្លាំងអធិរាជសែនជ័យបារមីដូនពេញខ្សែទឹកខាងក្នុងបាទចំណែកក្រុមចំណុះទូកដែលក្រុមសម្លេងពាក់បាល់ទាត់ជំនឿជាតិគឺប្រខានរាជសែនជ័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសអីយ៉ាយើងមើលឃើញថាទូកទាំងពីរនេះកំពុងតែបដិញគ្នាយ៉ាងគៀកកាត់តែប៉ុណ្ណោះបាទខ្សែទឹកខាងក្រៅប្រខានរាជសែនជ័យហាក់ដូចជានាំមុខតែបន្តិចបន្តួចតែប៉ុណ្ណោះទេបាទចំណែកឯអធិរាជអន្ត្រីសែនជ័យបារមីដូនពេញកំពុងតែតាមពីក្រោយអីយ៉ាយើងឃើញថាឥឡូវនេះដេញកាន់តែលឿនលយហើយសម្រាប់បាទទូកអធិរាជអន្ត្រីសែនជ័យបារមីដូនពេញទៅរួចទេឥឡូវប្រខានរាជសែនជ័យកំពុងតែបង្កើនកម្លាំងដៃបន្តទៀតឥឡូវនេះកាន់តែគីកាត់ក្រុមទូកទាំងពីរអធិរាជអន្ត្រីសែនជ័យបារមីដូនពេញឬយ៉ាងណាអូសែនខាងក្នុងបាទយកបានធានាសម្រាប់ទេបាទដោយសារបាទយើងឃើញថាក្បាលលយតែលឺបន្តិចតែម្ដងអធិរាជអន្ត្រីសែនជ័យបារមីដូនពេញប៉ុន្តែយើងចាំមើលគណៈកម្មការគាត់សម្រេចថាម៉េចគាត់ថាគីកាត់តែម្ដងប៉ុន្តែឥឡូវយើងមើលតាមរូបភាពយឺតបន្តិចបាទបង្ហាញទី2ជើងទី2បាទលោកស្រីយើងគូស្រីផែនទី2នឹងចាប់ដើមមកហើយបាទគូទី11ខ្សែទឹកខាងក្នុងប្រខានរាជសែនជ័យក៏រៀបរាប់ទៅប្រទេសប្រគួតជាមួយអធិរាជអន្ត្រីសែនជ័យបារមីដូនពេញក៏រៀបរាប់ទៅទីពេញបាទចាស់ជាងឯកស្រីចំនួន6គ្នាបាទក៏រៀបរាប់ទៅទីពេញឥឡូវដូរមកខ្សែទឹកខាងក្រៅប្រខានរាជសែនជ័យដូរមកខ្សែទឹកខាងក្នុងបាទជួយថាអធិរាជសែនជ័យបារមីដូនពេញបាទនេះគឺជាគីឡូមុនបាទនៅមុខបាទនៅមុខនៅមុខនឹងគូរបស់ខ្លួនបាទអធិរាជអន្ត្រីសែនជ័យបារមីដូនពេញបាទគឺដាច់បាទជាងចក្រទូបាទដាច់ឆ្ងាយបន្តិចហើយបាទឥឡូវយ៉ាងណាក៏ដោយយើងឃើញប្រខានរាជកំពុងតាមមកវិញណាកណាប្រខានរាជកំពុងតែសែនជ័យកំពុងតែបាក់បោកជួយមកវិញហើយបាទយ៉ាងណាក៏យ៉ាងឥឡូវនេះតាមកន្ទុយពីក្រោយទូបាទទូអធិរាជអន្ត្រីសែនជ័យបារមីដូនពេញយ៉ាងបាញ់ហើយគីឡូទីមុនទាំងពីរនេះឲ្យតែប៉ះព្រឹងខ្លួនបាទល្មើសតាមសេរីតាមតឥឡូវជាខ្លាំងមែនទែនបាទយ៉ាងណាចូលអីចូលអីចូលអីបាទដោយសារតែគូប្រកួតចន្ទរានេះនៅក្រោយបាទអបអរសាទរលោកអបអរហែមសរិទ្ធបាទដែលទូកសាលាស្រុកឈ្នះផែនទី2បាទផែនទី2បាទគូទី11បាទគូទី11នេះគឺឈ្មោះដែលទូកដែលមានឈ្មោះថាអធិរាជបាទលើផែនទី2បន្តទៀតអធិរាជអន្ត្រីសែនជ័យបារមីដូនពេញយ៉ាបាទជើងខ្លាំងបាទដៃខ្លាំងបាទក៏ទូកអធិរាជពេញ3ឆ្នាំជាប់គ្នាបងប្អូនលើជួបជាមួយប្រខានរាជសែនជ័យក៏រៀបរាប់លើផ្ទៃប្រទេសបាទអញ្ចឹងគឺកងរាជវុធហត្ថរាជធានីភ្នំពេញប៉ះជាមួយនឹងកងរាជវុធហត្ថលើផ្ទៃប្រទេសបាទអញ្ចឹងយើងមើលខ្លាំងប៉ះខ្លាំងអធិរាជសែនជ័យបារមីដូនពេញខ្សែទឹកខាងក្នុងបាទចំណែកក្រុមចំណុះទូកដែលក្រុមសម្លេងពាក់បាល់ទាត់ជំនឿជាតិគឺប្រខានរាជសែនជ័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយចាស់យើងមើលឃើញថាទូកទាំងពីរនេះកំពុងតែបដិញគ្នាយ៉ាងគៀកកាត់តែប៉ុណ្ណោះបាទខ្សែទឹកខាងក្រៅប្រខានរាជសែនជ័យហាក់ដូចជានាំមុខតែបន្តិចបន្តួចតែប៉ុណ្ណោះទេបាទចំណែកឯអធិរាជអន្ត្រីសែនជ័យបារមីដូនពេញកំពុងតែតាមពីក្រោយអីយ៉ាយើងឃើញថាឥឡូវនេះដេញកាន់តែលឿនលយហើយសម្រាប់បាទទូកអធិរាជអន្ត្រីសែនជ័យបារមីដូនពេញទៅរួចទេឥឡូវប្រខានរាជសែនជ័យកំពុងតែបង្កើនកម្លាំងដៃបន្តទៀតឥឡូវនេះកាន់តែគីកាត់ក្រុមទូកទាំងពីរអធិរាជអន្ត្រីសែនជ័យបារមីដូនពេញឬយ៉ាងណាអូតែខាងក្នុងបាទយ៉ាងណាយកបានធានាសម្រាប់ទេ
ថ្លៃតាមមិនគាត់ថាទីកាត់តាមដងបន្តែឥឡូវយើងមើលតាមរូបភាពយឺតបន្តិចបាទបង្ហាញ ទី2ជើងទី2 បាទលោកស្រីយើងខែទី2នឹងចាប់ដើមមកហើយបាទគូទី11តែនៅក្នុងព្រះខ័នរាជសែនជ័យកងរាជវរៈលើប្រទេសប្រគល់ជាមួយអធិរាជអន្ត្រីសែនជ័យបារមីដូនពេញកងរាជវរៈរាជធានីពេញបាទចាស់យើងឯង3ចំនួនជួបគ្នាបាទតែកងរាជវរៈរាជធានីពេញឥឡូវដូរមកខ្សែទៅខាងក្រៅព្រះខ័នរាជសែនជ័យដូរមកខ្សែទៅខាងក្នុងបាទឃើញថាអធិរាជសែនជ័យបារមីដូនពេញ បាទនេះគឺជាឡូស្ពុត បាទនាំមុខបាទទៅនាំមុខទៅនាំមុខទៅគូរបស់ខ្លួនបាទអធិរាជសែនអធិរាជអន្ត្រីសែនអធិរាជអន្ត្រីសែនជ័យបារមីដូនពេញបាទគឺដាច់បាទជាងសក្ការៈពុកបាទដាច់ថ្ងៃបន្តិចហើយបាទឥឡូវយ៉ាងណាក៏ដោយយើងឃើញព្រះខ័នរាជកំពុងតែតាមមកវិញណាកណ្ដាលព្រះខ័នរាជកំពុងអធិរាជសែនជ័យកំពុងតែបាទបបមួយមកវិញហើយបាទយ៉ាងណាក៏យ៉ាងឥឡូវនេះតាមបន្ទុយទីក្រោយទូបាទទូអធិរាជអន្ត្រីសែនជ័យបារមីដូនពេញយ៉ាងបាច់ហើយ គីឡូធ្ងន់ ទាំងពីរនេះដល់ប៉ះប្រង រៀងខ្លួន បាទល្បឿនកំសេរីតែម្ដងឥឡូវព្យាយាមខ្លាំងមែនទែនបាទយ៉ាងណាដូនពេញព្យាយាមដូនពេញដូនពេញបាទដូនពេញព្រួតហើយ អបអរសាទរ នាងបយ៉ាចាំចៅប្រាប់ខ្ញុំថារូបរាងលោកដូចជានាគនិងសូរិយាចឹងគ្រូហើយនេះបានជាការប្រកបណាស់